ប្រវត្តិបទចម្រៀងចំណងជើងថាម្លប់ដូងទីដកដែលច្រៀងដោយលោកស៊ីនស៊ីសមុទ្រទំនុកច្រៀងដោយលោកគង់ប៊ុនឈឿននិងសម្រួលតន្ត្រីដោយលោកហាសាឡនមានប្រវត្តិដើមដូចតទៅយោងតាមសៀវភៅកំណាព្យស្នេហ៍មាសរបស់លោកគង់ប៊ុនឈឿនដែលបានរៀបរាប់អំពីជីវិតពិតរបស់លោកពាក់ព័ន្ធជាមួយនឹងបទចម្រៀងម្លប់ដូងទី10នេះដែលជាប្រវត្តិពិតនៃស្នេហារបស់លោកគង់ប៊ុនឈឿនផ្ទាល់តែម្ដងនៅពេលនេះ Research News សូមអាននៅខ្លឹមសារទាំងស្រុងដែលបានដកស្រង់ចេញពីសៀវភៅកំណាព្យស្នេហ៍មាសនេះដែលសរសេរដោយផ្ទាល់ដៃរបស់លោកគង់ប៊ុនឈឿនខេត្តបាត់ដំបងជាទឹកដីកំណើតរបស់ខ្ញុំដែលបានចិញ្ចឹមរូបខ្ញុំតាំងពីតូចដល់ធំក្នុងបរិយាកាសមួយដ៏ស្រងេះស្រងោយពុនប្រមាណឯស្ទឹងសង្កែក៏ជាស្ទឹងទឹកខ្មៅសម្រាប់ជីវិតកវីនិពន្ធរបស់ខ្ញុំផងដែរដែលខ្ញុំជ្រលក់សរសេរមិនចេះរីងស្ងួតមិនតែប៉ុណ្ណោះវាជាកន្លែងមួយដែលបណ្ដុះនៅអនុស្សាវរីយ៍រាប់មិនអស់នៅក្នុងឆាកជីវិតស្នេហាបឋមវ័យរបស់ខ្ញុំក្នុងចំណោមដើមដូងទាំងជួរនៅត្រើយខាងលិចមានដើមដូងមួយស្ថិតនៅចំពីមុខកំពង់វត្តវាលនិងមានកៅអីថ្មមួយដែលខ្ញុំធ្លាប់ទៅអង្គុយបណ្ដែតអារម្មណ៍នៅរាល់ពេលទឹកជំនន់និងទឹកស្រកបទនេះចាប់កំណើតឡើងនៅក្នុងកំណត់ហេតុនិពន្ធរបស់ខ្ញុំតាំងពីឆ្នាំ1969ម្លេះប៉ុន្តែគ្រាន់តែបានកត់ត្រាទុកក្នុងសៀវភៅមិនទាន់បានបញ្ចេញឲ្យអ្នកចម្រៀងណាបកស្រាយនៅឡើយកាលនោះនៅចំពេលដែលដំណើរជីវិតរបស់ខ្ញុំបានចុះដុនដាបមែនទែនម្ដាយខ្ញុំបានឈឺស្លាប់នៅក្រោមផ្ទះគេខ្ញុំលះបង់ការសិក្សាហើយគ្មានការងារធ្វើកូនស្រីអ្នកជិតខាងម្នាក់ដែលខ្ញុំបានលួចស្រឡាញ់ហើយដែលនាងធ្លាប់សច្ចាស្បត់ស្បែកថាស្មោះស្ម័គ្រស្រឡាញ់តែខ្ញុំដែរបែរជាត្រូវបោះបង់ខ្ញុំចោលគ្មានអាល័យពេលមួយខ្ញុំបានណាត់ជួបនាងនៅមាត់ស្ទឹងសង្កែក្រោមម្លប់ដើមដូងទី10តែនាងមិនមកទោះជាខ្ញុំបានណាត់សន្យាកាលពីថ្ងៃហើយក៏ដោយទឹកជន់ទឹកហូរកាចស្ទឹងបោះពួយនាំពពុះសំណាត់រសាត់ទៅកាន់បឹងទន្លេសាបដោយគ្មានវិលត្រឡប់ពំនាំទាំងស្នេហាអស់សង្ឃឹមរបស់ខ្ញុំទៅជាមួយផងធ្វើឲ្យបេះដូងរបស់ខ្ញុំរបួសរហូតមកដល់ឆ្នាំ1972ទើបខ្ញុំរៀបចំបទនេះឡើងដើម្បីថតផ្សាយលោកស៊ីនស៊ីសមុទ្រដែលបានច្រៀងបទនេះគឺច្រៀងផងខ្សឹកខ្សួលផងហាក់ដូចជាជួយចូលរួមចំណែកកាន់ទុក្ខនៅអតីតស្នេហារបស់ខ្ញុំដែលបានកំណើតឡើងនៅមាត់ស្ទឹងសង្កែហើយត្រូវរលាយទៅវិញនៅមាត់ស្ទឹងសង្កែនេះដែរបទនេះស្ថិតក្នុងកម្រងចម្រៀងកំឡោះហុងដាកញ្ញាបេសេដែលមានប្រជាប្រិយភាពចំពោះអ្នកស្នេហាតន្ត្រីរហូតមកដល់ពេលបច្ចុប្បន្ននេះឥតមានស្រកស្រុតឡើយបទម្លប់ដូងទី10នេះជាការនិពន្ធទំនុកច្រៀងដោយលោកគង់ប៊ុនឈឿនសម្រួលតន្ត្រីដោយហាសាឡននិងច្រៀងដោយលោកស៊ីនស៊ីសមុទ្រអត្ថន័យនៃបទចម្រៀងនេះដូចតទៅមើលស្ទឹងសង្កែមើលខ្សែទឹកហូររកគាំងវត្តពោលាយនឹងចំណោធ្ងួចធ្ងរផ្ដាំពេលសាយ័នរយំត្រហឹងលាស្ទឹងកវីនិពន្ធសូរិយាតូទុនពួនក្រោយផ្ទះស្រីដើមដូងទី10ម្លប់គ្របមាត់ស្ទឹងបងឈររំពឹងឈរចាំប្រលឹងស្ងាត់ឈឹងកណ្ដាលរាត្រីអូនភ្លេចសន្យាដែលបានវាចាពីថ្ងៃថាម៉ោង8ស្រីមកជួបបងឥឡូវស្ងាត់សូន្យដូចក្បូនរសាត់ទឹកគួចសំណាត់ហូរលឿនកន្លងបុណ្យផ្កាវត្តពោនៅមិនតន់ឆ្លងមិនគួរនួនល្អងប្រែខ្នងសូនសោះភ្លេងការក្រឹមក្រឹមពីទួលតាឯកคล้ายជាខ្លងខែកនារីពោះវែកបិទភ្នែករៀបការនឹងប្រុសបងឈរមាត់ស្ទឹងប្រឹងយំរងំក្នុងពោះលាស្រីស្រោមងោះឈ្មោះក្នុងជាខ្លាចំពោះបទចម្រៀងម្លប់ដូងទី10នេះដែរមិនត្រឹមតែបង្ហាញនៅអត្ថន័យស្ដីពីមនោសញ្ចេតនាដ៏កំសត់របស់លោកគង់ប៊ុនឈឿនដែលប្រត់ប្រាស់ស្នេហាប៉ុណ្ណោះទេថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅមួយចំនួនដែលបង្ហាញអំពីភូមិសាស្ត្រ
ដ៏សំខាន់នៅក្នុងខេត្តបាត់ដំបង និងប្រពៃណីទំនៀមទម្លាប់មួយចំនួនពាក់ព័ន្ធជាមួយនឹងបុណ្យសាសនា មានបង្ហាញនៅក្នុងឃ្លាមួយគឺមើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រកគាំងវត្តពោធិ៍ ដែលត្រង់ចំណុចភូមិសាស្ត្រនៅស្ទឹងសង្កែ ដែលស្ទឹងសង្កែនេះគឺជាស្ទឹងមួយដែលអ្នកបាត់ដំបងតែងតែស្គាល់គ្រប់គ្នា ហើយប្រវត្តិស្ទឹងសង្កែនេះតើមានអត្ថន័យបែបណា Research News នឹងបង្ហាញនៅវីដេអូចម្រៀងនៅលើកក្រោយ ប៉ុន្តែនៅពេលនេះ Research News ចង់បង្ហាញនៅប្រវត្តិនៅភូមិសាស្ត្រមួយទៀត គឺពាក់ព័ន្ធជាមួយនឹងវត្តពោធិ៍ វត្តពោធិ៍នៅក្នុងចម្រៀងនេះសំដៅលើវត្តពោធិ៍វាល តើប្រវត្តិវត្តពោធិ៍វាលកើតឡើងដោយរបៀបណា Research News នឹងបង្ហាញជូនបងប្អូននាពេលបន្តិចទៀតនេះ សាវតានៃការកសាងវត្តពោធិ៍វាលនៅក្នុងខេត្តបាត់ដំបង វត្តពោធិ៍វាលនេះត្រូវបានកសាងឡើងនៅក្នុងខែពិសាខឆ្នាំខាលសម្រិតស័កពុទ្ធសករាជ 2361 ដែលត្រូវនឹងឆ្នាំ 1818 នៃគ្រិស្តសករាជ នៃរជ្ជកាលព្រះបាទសម្ដេចព្រះឧទ័យរាជាធិរាជអង្គច័ន្ទ ដែលកាលនោះលោកអភ័យធិបេសរស់ជាចៅហ្វាយស្រុកខេត្តបាត់ដំបងទី 3 បានឡើងធ្វើជាចៅហ្វាយស្រុកនេះបាន 2 ឆ្នាំ វត្តពោធិ៍វាលស្ថិតនៅលើទីទួលមួយដែលមានដើមពោធិ៍មួយយ៉ាងធំ និងមានស្រែព័ទ្ធជុំវិញ ម្ចាស់ដីស្រែនេះមានឈ្មោះថាគុជស័កសូរ មូលហេតុដែលនាំឲ្យកសាងវត្តពោធិ៍វាលនេះនៅទីតាំងនេះគឺដោយសារតែលោកភូវាំងកែវ និងលោកយាយពោតដែលធ្វើស្រែនៅខាងត្បូងទួលនេះ ហើយតែងតែឃើញនៅពន្លឺភ្លឺចិញ្ចាចនៅទីទួលនេះរៀងរាល់យប់ នៅពេលដែលពួកគាត់ទាំងពីរក្រោកបញ្ជាន់ស្រូវនៅពាក់កណ្ដាលអធ្រាត្រ ក្រោយឃើញហេតុការណ៍នេះ លោកយាយពោតបានយកហេតុភេទនេះទៅដំណើរប្រាប់លោកគុជស័កសូរ ហើយលោកគុជស័កសូរក៏មកខ្លំមើលនៅទីទួលនេះក៏ឃើញហេតុភេទដូចនេះដែរ ក៏បង្គាប់ឲ្យខ្ញុំបម្រើប្រុសយកចបទៅជីកដីនៅទីទួលនេះ ជីកដំបូងអ្នកជីកប្រទះឥតលុះជីកចុះទៅក្រោមប្រមាណជា 2 ហត្ថទៀតក៏ប្រទះថ្មមួយបន្ទះ លុះកោះថ្មនោះឡើងក៏ប្រទះឃើញថ្មមួយដុំ បន្ទះបាតទំហំប្រមាណជា 10 ថ្នប់ កម្ពស់ជាង 1 ហត្ថ អ្នកជីកគិតប្រមាណថាជាសន្លឹកសីមា លុះជីកចុះទៅក្រោមទៀតក៏ប្រទះឃើញព្រះពុទ្ធរូបដែលមានថ្មទ្រាប់ពីក្រោម ពេលនោះឃើញព្រះពុទ្ធបដិមា លោកគុជស័កសូរបង្គាប់ឲ្យអ្នកបម្រើលើកឡើងមកហើយបន្តជីកទៅក្រោមទៀត លុះជីកទៅមិនមានឃើញអ្វីផ្សេងទៀត លោកគុជស័កក៏បង្គាប់ឲ្យអ្នកបម្រើយកព្រះពុទ្ធបដិមានិងសីមាទៅលាងទឹកឲ្យស្អាតហើយយកមកតម្កល់នៅទីសមគួរមួយ បន្ទាប់មកលោកគុជស័កឲ្យគេទៅអញ្ជើញលោកភូវាំងកែ និងលោកយាយពោតមកពិគ្រោះគ្នាថាតើទួលពោធិ៍វាលនេះប្រហែលជាទីវត្តបុរាណហើយ ដូច្នេះហើយគូកសាងវត្តពោធិ៍វាលនេះដោយនិមន្តលោកគ្រូគុជ លោកគ្រូសៀវមកគង់ លោកគ្រូគុជនិងលោកគ្រូសៀវកាលដើមឡើយគង់នៅវត្តពោធិ៍ក្នុង តែលោកមិនមែនជាមេវត្តទេ លោកទាំងពីរអង្គជាអ្នកកាន់ធម៌វិន័យរុក្ខមូលធុដង ពេលចូលវស្សាលោកនិមន្តមកគង់នៅវត្តពោធិ៍ លុះដល់ខែប្រាំងលោកចេញទៅរុក្ខមូល លោកអភិបេសរស់បានអនុញ្ញាតឲ្យធ្វើតាមអ្វីដែលគ្រោងទុកមកនោះ ថែមទាំងលោកបានបរិច្ចាគទ្រព្យសម្បត្តិចូលរួមជាមួយលោកគុជស័កទៀតផង និងធ្វើសាលាកុដិជាបណ្ដាល ជីកស្រះមួយនៅភាគឦសានវត្តសម្រាប់ព្រះភិក្ខុសង្ឃស្រង់និងឆាន់ លុះចាត់ព្រះអារាមបានល្មមសមគួរហើយទៅប្រជុំគ្នារវាងពួកអ្នកដែលមានសទ្ធាទាំងប៉ុន្មានដើម្បីព្រមព្រៀងគ្នាទៅនិមន្តលោកគ្រូសៀវនិងសិស្សប្រមាណ 12 អង្គចូលមកគង់នៅក្នុងវត្តពោធិ៍វាល ការបញ្ចុះសីមានៅក្នុងខែចែកឆ្នាំរោងទសពុទ្ធសករាជ 2363 លុះបញ្ចុះសីមារួចស្រេចហើយទើបវេរព្រះវិហារសាលាក៏ព្រមទាំងបរិវេណឧបចារៈចំពោះព្រះរតនត្រ័យ ហើយតាំងលោកគ្រូគុជជាមេវត្ត ជាឧបជា លោកគ្រូសៀវជាគ្រូសូត្រ ឯលោកគុជស័ក លោកភូវាំងកែ យាយពោតក៏ថ្វាយខ្លួនជាញោមឧបថៈបំរុងទំនុកបំរុងវត្តតរៀងមក នៅក្នុងឃ្លាចម្រៀងនេះដែរមានឃ្លាមួយទៀតដែលលើកឡើងថាភ្លេងការក្រឹមពីតួតាឯក คล้ายជាខ្លងខែក
ឃ្លានេះគឺចង់សំដៅភូមិសាស្ត្រមួយគឺទួលតាឯកហើយនឹងប្រពៃណីទំនៀមទម្លាប់មួយពាក់ព័ន្ធជាមួយនឹងបុណ្យសពដែលនៅក្នុងប្រពៃណីបុណ្យសពគេចាក់ភ្លេងខ្លងខែកដូច្នេះឃ្លាខ្លងខែកនេះសំដៅលើបុណ្យសពនាពេលបច្ចុប្បន្នទួលតាឯកគឺជាសង្កាត់មួយដែលមានឈ្មោះថាសង្កាត់ទួលតាឯកសង្កាត់ទួលតាឯកគឺជាឃុំមួយស្ថិតនៅក្នុងក្រុងបាត់ដំបងនៃខេត្តបាត់ដំបងសព្វថ្ងៃហើយនៅក្នុងសង្កាត់ទួលតាឯកនេះផងដែរមានភូមិចំនួន5គឺភូមិអូតកម1ភូមិអូតកម2ភូមិអូតកម3ភូមិទួលតាឯកនិងភូមិដង្កោទៀតចំពោះទីតាំងភូមិសាស្ត្រទួលតាឯក Research News សូមស្លេះតែប៉ុណ្ណឹងនៅពេលនេះចង់បង្ហាញបងប្អូនអំពីប្រវត្តិពាក់ព័ន្ធជាមួយនឹងភ្លេងខ្លងខែកតើមានប្រវត្តិបែបណាយោងតាមឯកសារនៅក្នុង New Pro បានលើកឡើងថាខ្មែរជាជាតិសាសន៍មួយដែលមានភាពវ័យចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គាល់ជាលក្ខណៈសកលផងដែរព្រមជាមួយគ្នានឹងដែរសិល្បៈស្ថាបត្យកម្មដែលប្រកបដោយទេពកោសល្យច្នៃប្រឌិតខ្មែរក៏មានសិល្បៈតន្ត្រីរបស់ខ្លួនដែលថែរក្សាគង់វង្សស្ថិតស្ថេរជារការហូតមកដល់បច្ចុប្បន្នភ្លេងខ្មែរបានរក្សាទុកនៅនិរន្តរភាពរបស់ខ្លួនដែលអាចឲ្យកូនខ្មែរចងចាំតាមរយៈឧបករណ៍4ប្រភេទដែលគេប្រើខ្សែសម្រាប់ដេញកេះកូតនិងឧបករណ៍សម្រាប់ផ្លុំនិងវាយបង្កើតជាស្នូដែលឧបករណ៍ទាំងនោះមានដូចជាស្គរមានស្គរដីស្គរសម្ភោរស្គរធំស្គរតូចស្គរជ័យឈឹងរនាតរនាតឯករនាតធុងទ្រសោទ្រអ៊ូតាខេទ្រឆេខ្លុយឃីមខឹមឆាបកងកេនណៃមួងស្រឡៃចាប៉ីគងវងតូចគងវងធំឈ្មោះប៉ាន់កងប៉ឹងបៃអជាដើមឧបករណ៍ប្រមាណប្រភេទទាំងនេះហើយដែលធ្វើឲ្យអន្តរជាតិស្គាល់ខ្មែរតាមរយៈឧបករណ៍ភ្លេងខ្មែរជាមួយនឹងឧបករណ៍ដដែលនេះដែរក៏យកមកបង្ហាញក្នុងប្រពៃណីរបស់ខ្លួនក្នុងពិធីសាសនាដូចជាបុណ្យកឋិនបុណ្យផ្កាបុណ្យចូលឆ្នាំថ្មីបុណ្យកាន់បិណ្ឌបុណ្យដាក់បិណ្ឌនិងសម្ដែងសិល្បៈផ្សេងក្នុងនោះមានបទភ្លេងមួយដែលមានឈ្មោះថាភ្លេងខ្លងខែកភ្លេងខ្លងខែកដែលគេអាចហៅឈ្មោះថាខ្លងឆ្នាក់ឬក៏ភ្លេងខ្លងឆ្នាក់ឬក៏ខ្លងខែកគឺគេលេងដើម្បីឲ្យបរិយាកាសកាន់តែស្រងេះស្រងោចលន់លន់លយគេច្រើនលេងភ្លេងក្នុងពិធីតម្កល់សពហែសពបូជានិងបុណ្យខ្មោចជាដើមអ្នកខ្លះនិយមហៅភ្លេងខ្លងឆ្នាក់តាមភាសាសៀមថាភ្លេងខ្លងខែកដែលមានន័យថាភ្លេងស្គរជ្វាពិធីបុណ្យសពឬតម្កល់សពនិងពិធីដង្ហែសពខ្មែរតែងតែប្រើភ្លេងខ្លងខែកដែលវង់ភ្លេងនេះមានឧបករណ៍មួយចំនួនដូចជាស្រឡៃស្គរជ្វាស្គរយោលនិងគងយោងទៅតាមប្រភពតន្ត្រីបុរាណខ្មែរវិញលើកឡើងថានៅសម័យអង្គរនៅពេលព្រះមហាក្សត្រចេញច្បាំងនៅក្នុងសមរភូមិហើយទទួលបានជ័យជំនះពីសត្រូវនៅពេលព្រះអង្គវិលចូលព្រះរាជវាំងវិញក្រុមភ្លេងតែងតែនាំគ្នាប្រគំបទកងធ្នាក់សម្រាប់ស្វាគមន៍ការទទួលជ័យជំនះនេះហើយប្រពៃណីនេះក៏មានហូរហែរហូតមកព្រោះគេគិតថាភ្លេងមួយប្រភេទនេះមានអត្ថន័យធំធេងគឺចង់បង្ហាញថាជាភ្លេងដែលមានជ័យភ្លេងដែលមានឥទ្ធិពលប៉ុន្តែគួរឲ្យស្ដាយដោយសម័យកាលក្រោយមកនេះប្រជាជនខ្មែរមួយភាគធំបានយល់ច្រឡំថាភ្លេងនេះជាភ្លេងចង្រៃភ្លេងអពមង្គលទៅវិញព្រោះពេលមនុស្សបានស្ដាប់ឮភ្លេងនេះតែងតែមានអារម្មណ៍តក់ស្លុតកំសត់ញាប់ញ័រទុកព្រួយដោយសង្កេតឃើញដូចនេះទើបខ្ញុំជាអ្នករៀបរៀងសូមបង្ហាញនៅការបកស្រាយអត្ថន័យនៃបទភ្លេងមួយប្រភេទនេះកុំឲ្យយល់ច្រឡំទៀតនេះបើតាមប្រភពតន្ត្រីបុរាណខ្មែរគាត់បានលើកឡើងយ៉ាងដូចនេះហើយបទនេះច្បាប់ដើមមានចំណងជើងថាភ្លេងកងធ្នាក់តែខ្មែរយើងបានហៅថាខ្លងខែករហូតមកដល់សព្វថ្ងៃតែបើយោងទៅតាមគេហទំព័រ AMS អរិយធម៌ខ្មែរក៏បានលើកឡើងអំពីប្រវត្តិភ្លេងខ្លងខែកនេះដែរអត្ថបទនេះបានលើកឡើងថាព្រឹត្តិការណ៍និងកម្មវិធីកីឡាប្រដាល់នៅប្រទេសកម្ពុជាតែងតែត្រូវបានកំដរដោយវង់ភ្លេងដែលមានឈ្មោះថាវង់ភ្លេងប្រដាល់ខ្មែរយើងទម្លាប់ហៅវង់ភ្លេងនេះផ្សេងគ្នាទៅតាមទម្លាប់អ្នកខ្លះហៅតគ្នាថាវង់ភ្លេងខ្លងខែកមានន័យថាខ្លងគឺស្គរឯខែកគឺជ្វាឬក៏ឥណ្ឌាដូច្នេះស្គរជ្វាឬឥណ្ឌា
ដែលមានឧបករណ៍ភ្លេងស្រឡៃខ្លងខែកស្គរខ្លងខែកនិងឈឹងខ្លះទៀតហៅថាខ្លងធ្នាក់ឬខ្លងឈ្នះមានន័យថាស្គរឈ្នះឯអ្នកខ្លះទៀតហៅថាខ្លងថ្នាក់គេប្រើចំនួនស្គរទៅតាមឋានៈជាពិសេសនៅពេលដែលគេប្រើវង់ភ្លេងនេះនៅក្នុងពិធីសពចំពោះឃ្លាចុងក្រោយមួយទៀតដែលបង្ហាញនៅក្នុងបទចម្រៀងម្លប់ដូងទី10នេះគឺឃ្លាត្រង់ចំណុចថាបុណ្យផ្កាវត្តពោនៅមិនតាន់ឆ្លងត្រង់ចំណុចនេះដែរ Research News ចង់លើកឡើងនៅប្រពៃណីមួយគឺការធ្វើបុណ្យផ្កាបុណ្យផ្កានេះគឺសំដៅលើបុណ្យផ្កាប្រាក់ប្រវត្តិបុណ្យផ្កាប្រាក់នេះមានអត្ថន័យថាជាការបុណ្យដង្ហែផ្កាជនជាតិខ្មែរបុណ្យដង្ហែផ្ការៀបចំឡើងយ៉ាងសំខាន់សម្រាប់ការរៃអង្គាសប្រាក់ប្រគេនព្រះសង្ឃដើម្បីជួសជុលកសាងវត្តអារាមពេលទិញដើមផ្កាព្រះពុទ្ធបរិស័ទយកប្រាក់ឬក៏ទឹកប្រាក់តិចតួចក្តីច្រើនក្តីអាស្រ័យទៅតាមជីវភាពគ្រួសាររបស់ពួកគេយកមកចងសំយ៉ាកតាមមែកផ្កាឬក៏ចុងដើមផ្ការួចនាំយកផ្កានោះទៅវត្តឬទៅកន្លែងរៀបចំពិធីបុណ្យដង្ហែផ្កាដោយចិត្តជ្រះថ្លានិងសោមនស្សរីករាយមុនដង្ហែចូលទៅប្រគេនព្រះសង្ឃពុទ្ធបរិស័ទតែងប្រារព្ធពិធីកិច្ចទៅតាមទំនៀមទម្លាប់ដូចជាពេលដង្ហែផ្កាពីផ្ទះទៅវត្តត្រូវតែដង្ហែទក្សិណ3ជុំព្រះវិហាររួចយកផ្កាចូលទៅក្នុងព្រះវិហារឬសាលាកន្លែងរៀបចំពិធីតាមសាសនិកជនដែលបានរៀបចំដែលមានព្រះពុទ្ធបដិមានិងព្រះសង្ឃជាកសិណស័ក្តិសិទ្ធិបន្ទាប់ពីនោះអាចារ្យនិងពុទ្ធបរិស័ទប្រារព្ធកិច្ចនមស្ការសមាទាននិច្ចសិលរួចអាចារ្យរួមជាមួយនឹងពុទ្ធបរិស័ទមួយអន្លើដោយម្ចាស់ដើមទៀនសូត្រធម៌វេគម្រប់3ដងដើម្បីយកដើមផ្កាប្រគេនព្រះសង្ឃរួចព្រះសង្ឃក៏បានស្វាធ្យាយធម៌អនុមោទនានៅពេលនោះបន្ទាប់ពីនោះពុទ្ធបរិស័ទសូត្រធម៌ខមាទោសយ៉ាងកេញឧទ្ទិសមេផលជូនទៅបុព្វការីជនដែលបានអនិច្ចកម្មទៅជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យនៅទីកន្លែងខ្លះពិធីបុណ្យដង្ហែផ្កាប្រាក់នេះជនជាតិខ្មែររៀបចំឡើងដោយមិនបានកំណត់ថ្ងៃខែឆ្នាំឲ្យបានច្បាស់លាស់នោះទេប៉ុន្តែក៏បំណងតែមួយគត់គឺចង់ចូលរួមវិភាគទានប្រាក់ប្រគេនព្រះសង្ឃសម្រាប់ជួសជុលកសាងសំណង់នានារបស់វត្តយ៉ាងទៀតបុណ្យដង្ហែផ្កាប្រាក់នេះសម្ដែងនៅការសាមគ្គីភាពសម្ដែងនៅទឹកចិត្តជ្រះថ្លាមេត្តាករុណារួមគ្នាកសាងវត្តអារាមឲ្យបានសមរម្យជាមួយនឹងទឹកប្រាក់ចូលរួមវិភាគទាននោះពុទ្ធបរិស័ទប្រាថ្នាជាតិក្រោយទទួលបានផលបុណ្យកើតមកមានសុខភាពល្អសេចក្តីសុខនិងមានជីវភាពសម្បូរសប្បាយសុភមង្គល